ចេញពីផ្ទះដូចសត្វចាបងកងកុំបារម្ភពេលលាចេញមកសាងជីវិតឲ្យផុតទុក្ខសោកហើយស្វែងរកតែផលព្រះនិព្វានអាត្មាភាពមកនៅប្រទេសថៃបាន8ខែហើយខ្ញុំនៅវត្តកងงินវេលវ័នអាត្មាភាពនៅទីនេះគេផ្ដោតទៅលើសេចក្តីល្អសកលទាំង5ប្រការគឺមានស្អាតរបៀបសុភាពទៀងពេលនិងសមាធិឧទាហរណ៍មានទី1អញ្ចឹងស្អាតសម្អាតហ្នឹងសម្អាតដូចជាការបោះជូតទីកន្លែងនីមួយៗពេលបោះជូតមានអារម្មណ៍ថាសប្បាយចិត្តថាកន្លែងនេះស្អាតអញ្ចឹងយើងអាចរស់នៅបានហើយឲ្យញាតិញោមមកនៅអង្គុយហើយនឹងនមស្ការអីឲ្យមើលទៅឲ្យវាដឹងគួរសមហើយរបៀបមានដូចជាអង្គុយឲ្យត្រង់ហើយដើរឲ្យត្រង់ជួរហើយនឹងឆាន់ដាក់ឡាព្រាឲ្យត្រង់ការអង្គុយហ្នឹងដូចជាយើងថយក្រោយហើយលូតជង្គង់ចុះក្រោមហើយលូតជង្គង់ទាំងពីរបានយើងអង្គុយបត់ជើងខ្ញុំសុភាពយើងសុភាពកុំលវីលវៀមកុំរត់លេងពេលញោមមកញោមអីទាំងពេលយើងដូចជាពេលស្រង់ទឹកចឹងពេលលោកគ្រូប្រាប់ឲ្យទៅស្រង់ទឹកយើងត្រូវបញ្ញាប់ទៅស្រង់ទឹកឲ្យលឿនហើយពេលដល់ម៉ោងនមស្ការម៉េះអីចឹងយើងត្រូវបញ្ញាប់មកនមស្ការដែរនៅប្រទេសថៃសមាធិបាន4ពេលពេលសមាធិម្ដងមានអារម្មណ៍ថាសប្បាយនឹកគិតព្រះពុទ្ធនិងនឹកថឹងដួងកែវការទទួលសាមណេរពីស្រុកខ្មែរយើងមកសិក្សានៅវត្តកងงินវេលវ័នហ្នឹងណាទីមួយគឺចង់ឲ្យមានឱកាសក្នុងការសិក្សាណាហើយទីពីរគឺការអប់រំឲ្យមានជានិស្ស័យល្អហើយគឺថាការអប់រំឲ្យមនុស្សជានិស្ស័យល្អហ្នឹងក៏ជាលក្ខណៈពិសេសមួយដែរយើងគ្រាន់តែហ្វឹកហាត់រាល់ថ្ងៃណាគ្រាន់ថ្ងៃហ្វឹកអីខ្លះហើយជាប់ជានិស្ស័យណាក៏មានការមានអនាម័យការฝึกឲ្យមានរបៀបរៀបរយការฝึกឲ្យត្រង់ពេលវេលាហើយនឹងសុភាពរាបសារហើយនឹងសមាធិណាសមាធិហ្នឹងមែនទែនគឺ
ថាហ្វឹកតាំងពីក្មេងកាន់តែល្អព្រោះអ្វីយើងគិតមើលណាកណាត់ខោអាវយើងណាបើថាប្រឡាក់ភ្លាមយើងបោកភ្លាមស្រួលបោកអត់ជ្រះស្អាតអត់ស្អាតក៏ប៉ុន្តែបើសិនជាថាយើងចាំឲ្យវាប្រឡាក់អស់ទុកសិនជុក10ឆ្នាំណាទុកឲ្យវាប្រឡាក់ចោល10ឆ្នាំយកទៅបោកកណាត់នឹងសបានឡើងដូចដើមវិញបានអត់បានទេហើយយើងសង្កេតមើលអ្នកកីឡាដែលថាគេបកែគេហ្វឹកហាត់ពេលណាហ្វឹកហាត់ពីក្មេងៗទៅនឹងហ្វឹកហាត់ពីចាស់ទៅណាបកែជាងនេះគឺរឿងចាក់ស្ដែងដូចគ្នាសមាធិក៏ដូចគ្នាដែរណាបើសិនជាថាចង់ឲ្យយើងកូនយើងបកែណាឲ្យគាត់ហ្នឹងហើយគេថាហ្វឹកសមាធិរងថ្ងៃឲ្យសមឲ្យជំនាញឲ្យសមដូចអីសមដូចថាយើងងើបពីដេកមកយើងធ្វើអីលាងមុខលាងមាត់ណាលាងមុខមាត់មួយទឹកស្រង់ទឹកណាឲ្យសមចឹងបើថាមនុស្សណាអ្នកណាមានចិត្តអញ្ចឹងណាមានចិត្តស្ងប់ណាមានសមាធិក្នុងខ្លួនអញ្ចឹងណាបើថាគាត់នឹងមានសេចក្តីសុខក្នុងខ្លួនច្រើនហើយក៏គាត់នឹងមានបញ្ញាច្រើនរៀនអីក៏ប្រកែបើសិនជាហ្វឹកហាត់តាំងពីតូចមកណាយើងមកដល់ស្រុកថៃទីមួយក៏ត្រូវតែរៀនភាសាថៃចេះយល់ន័យណាយើងនិយាយស្ដាប់គ្នាបានយល់អត្ថន័យនៅក្នុងភាសាថៃណានៅការមករស់នៅស្រុកថៃក៏ចាំបាច់ដែរនៅក្នុងការសិក្សាភាសាថៃជាដំបូងណាហើយយល់ភាសាថៃឲ្យបានរៀនភាសាព្រះណាគឺភាសាបាលីរៀនធម្មៈពុទ្ធប្រវត្តិរៀនធម៌ក្នុងពុទ្ធសាសនាណានិងព្រះវិន័យនឹងហើយវិជាទៅក៏មានភាសាអង់គ្លេសអនាគតបើមានពេលវេលាសម្រាប់គេថារៀនភាសាបាលីបានអីច្រើនហើយក៏អាចមានភាសាថាចិនភាសាអីច្រើនរៀនបានភាសាចិនភាសាជប៉ុនអាចរៀនបាន ជន់វងព្រះសូរិយាជាអ្នកហានខ្លាហ៊ានសាងនៅអំពើល្អជាមនុស្សអង្គចាស់នៅលើលោកាឃើញដោយកំរយើងសូមអបអរនៅវរកម្មដ៏ថ្លាថ្លៃអ្នកគឺគំរូដ៏ស្រស់បវរ Thai and Khmer culture we have a similar culture and both of country we have a long history to each other and I love to learn Khmer so I hope that if in the future one day we can exchange and learn each other more and more so this project that I provide the people from Cambodian especially novices who would like to learn Buddhist meditation and languages in Thailand. So I think that if we learn each other more and do meditation together, and I hope that the inner peace from within can expand increasingly to the other and make a world peace in the future. I am very welcome to invite
all of the monks around the world, especially for Cambodian monks who would like to learn Thai language, learn Buddhism, and would like to learn the culture between us. And I hope that if you success in learning, and you can back to your hometown and share and make a big peace building to each other, I think. All of things, everything that I have done today, we generate the inspiration of us from Luangพ่อ Thammachayo. So his mission would like to make a world peace from inner peace. And I'm the son monk of him, so I would like to fulfill his mission by share the knowledge of meditation, of peace building, especially to our neighbor country around Southeast Asia. So I focus on Cambodian first because it's not far from Prachinburi, Wat Kongan Veruwan. So here can be a good location for us to exchange and learn each other and can make a world peace together. នាងគឺគំរូដ៏ស្រស់បវរកើតឡើងដ៏ល្អពេលលោកខាត់រាំងស្មីមនុស្សក្នុងលោកនឹងដើរត្រូវផ្លូវនេះទៅចូលត្រេកអរទៅបុណ្យទាំងឡាយដែលនាងបានធ្វើ ขออนุโมทนาบุญมากล้นขอทุกคนจงมีทรัพย์ไพศาลมีสมบัติอันไม่มีประมาณบริวารมีสุดสนดังตั้งใจคิดสิ่งใดให้ได้วางสิ่งนั้นให้บนกันแก้ทุกสุดสดใสให้ใจยศเขาถึงทำภายในติดตามไปที่สุดทำทุกท่านเทิน